ការជ្រើសរើសរថក្រោះដែលស័ក្តិសមជាមួយនឹងកម្ពុជាគួរតែគិតគូរលើកត្តាសំខាន់ចំនួន3តម្លៃសមរម្យសមត្ថភាពខ្ពស់ក្នុងភូមិសាស្ត្រអាស៊ីអាគ្នេយ៍និងភាពងាយស្រួលនៃការផ្គត់ផ្គង់គ្រឿងបន្លាស់ខាងក្រោមនេះគឺជាប្រភេទរថក្រោះទំនើបដែលកម្ពុជាគួរពិចារណាក្នុងការទិញបន្ថែម1 VT4 របស់ចិនជំរើសកម្រិតកម្ពូលនិងស័ក្តិសមបំផុតVT4 គឺជារថក្រោះចំនួនទី3ដែលចិនផលិតសម្រាប់នាំចេញនិងកំពុងត្រូវបានប្រើប្រាស់ដោយកងទ័ពភូមិន្ទថៃចំណុចខ្លាំងបំពាក់ដោយកាំភ្លើងទំហំ125មីលីម៉ែត្រដែលអាចបាញ់បានទាំងគ្រាប់រំសេវនិងគ្រាប់មីស៊ីលនាំផ្លូវវាមានបំពាក់ប្រព័ន្ធការពារសកម្មនិងម៉ាស៊ីនកម្លាំង1200សេសហេតុអ្វីបានជាស័ក្តិសមសម្រាប់កម្ពុជាដោយសារកម្ពុជាប្រើប្រាស់រថក្រោះចិនច្រើនរួចទៅហើយដូចជាថៃ59ឬថៃ63ការនាំចូល VT4 នឹងជួយពង្រឹងកម្លាំងវាយប្រហារឲ្យកាន់តែទំនើបស្របតាមស្តង់ដារតំបន់2 T90S របស់រុស្ស៊ីខ្លាចាស់ដែលមានប្រសិទ្ធភាពខ្ពស់ T90S គឺជាប្រភេទរថក្រោះដែលល្បីល្បាញខាងភាពរឹងមាំនិងមានតម្លៃប្រតិបត្តិការទាបជាងរថក្រោះលោកខាងលិចចំណុចខ្លាំងវាមានរូបរាងតូចជាងរថក្រោះអាមេរិកដែលធ្វើឲ្យคล้ายជាគោលដៅពិបាកបាញ់និងងាយស្រួលឆ្លងកាត់ស្ពានឬផ្លូវតូចៗក្នុងស្រុកស្រែវាមានប្រព័ន្ធការពារ Startra មួយដែលអាចបង្អាក់មីស៊ីលនាំផ្លូវរបស់សត្រូវហេតុអ្វីបានជាវាស័ក្តិសមជាមួយនឹងទ័ពកម្ពុជាកងទ័ពកម្ពុជាមានចំណេះដឹងមូលដ្ឋានលើរថក្រោះត្រកូល T ដូចជា T55 ហើយស្រាប់ដូច្នេះការបណ្ដុះបណ្ដាលលើ T90S នឹងមានភាពរហ័ស3 VT5 ឬ Thai 15របស់ចិនជាជម្រើសដ៏ល្អបំផុតសម្រាប់ភូមិសាស្ត្រកម្ពុជា VT5 គឺជារថក្រោះធន់ស្រាលដែលត្រូវបានរចនាឡើងសម្រាប់តំបន់ភ្នំព្រៃឈើនិងតំបន់ដីទន់ចំណុចខ្លាំងមានទម្ងន់ត្រឹមតែចន្លោះពី33ទៅ36តោនស្រាលជាង VT4 ដែលមានទម្ងន់រហូតដល់52តោននេះវាមានន័យថាវាអាចឆ្លងកាត់ស្ពានស្ទើរតែទាំងអស់ក្នុងប្រទេសកម្ពុជានិងអាចធ្វើចលនាបានយ៉ាងលឿនក្នុងតំបន់ដីសើមហេតុអ្វីបានជាវាស័ក្តិសមបំផុតសម្រាប់កម្ពុជាដែលមានភូមិសាស្ត្រចម្រុះនិងមានទឹកជំនន់ញឹកញាប់រថក្រោះធន់ស្រាលដូចជា VT5 អាចមានប្រយោជន៍ជាងរថក្រោះធន់ធ្ងន់ក្នុងការចល័តទ័ពល្បឿនលឿនប្រសិនបើកម្ពុជាចង់បានរថក្រោះដែលមានសមត្ថភាពវាយលោកខ្លាំងដើម្បីការពារព្រំដែននោះ VT4 ជាជម្រើសដ៏ល្អបំផុតប៉ុន្តែប្រសិនបើផ្ដោតលើភាពបត់បែនភូមិសាស្ត្រនិងតម្លៃនោះ VT5 ជាជម្រើសឆ្លាតវៃជាងសម្រាប់យុទ្ធសាស្ត្រការពារជាតិរយៈពេលវែង